ngàyនេះខ្ញុំមករៀបចំឆាស្ពៃក្តៅបងប្អូនខ្ញុំដាក់សាច់បកាហើយនេះពងទាខ្ញុំដាក់ឆាមួយម្ទេសបងប្អូនបកាហើយនឹងពងទានេះបន្លែស្ពៃក្តៅម្ដុំប៉ុណ្ណឹងឆាទៅត្រោមហើយបងប្អូនស្ពៃហើយនេះខ្ញុំមកឆាលីងខ្ទឹមបំពងលីងខ្ទឹមហើយដាក់វាចូលហើយខ្ញុំចាក់ពងទាបងប្អូនពងទាយើងជាប់ជាមួយបកាយើងហ្នឹងតន់ឆ្អិនចឹងឃើញឡើងច្រើនបងប្អូនចាំមើលឆ្អិនទៅត្រង់នៅសល់ប៉ុណ្ណាខ្ញុំមកដាក់ម្រេចម្សៅស៊ុបមាន់ដាក់2ស្ព្រាទឹកប្រេងខ្យងនេះស្ករបងប្អូនស្ករឥឡូវខ្ញុំដាក់តែបន្តិចយកជាតិទៅបងប្អូនបន្ថយអស់ហើយដាក់ទឹកត្រីពេទ្យអីបន្ថយជាតិផ្អែមជាតិប្រៃអីចឹងណាបងប្អូនយើងញ៉ាំកុំឲ្យប្រៃពេកផ្អែមពេកបងប្អូនឆាស្ពៃក្តោបនេះខ្ញុំខានធ្វើឆាញ៉ាំយូរហើយតាំងមកនៅស្រុកនេះខានធ្វើញ៉ាំភ្លេចហ៎បងប្អូនភ្លេចមុខម្ហូបធម្មតាហ្នឹងម្ហូបខ្ញុំមានធ្វើអីប្លែកទេធ្វើតែធម្មតាដែរប៉ុន្តែអានេះភ្លេចធ្វើញ៉ាំឆ្ងាញ់ហើយតើបងប្អូនឆាខ្ញុំឆ្អិនហើយចូលរួមមួយខ្ញុំទាំងអស់គ្នានេះបងតាស្លឹកខ្ទឹមមកហើយឯងតើបងប្អូនញ៉ាំបាយជាមួយខ្ញុំនេះឆ្អិនហើយតំណងបងប្អូនអើយខានញ៉ាំយូរភ្លក់ទៅឆ្ងាញ់ណាខានញ៉ាំយូរមែនតែមុខម្ហូបនេះខ្ញុំភ្លេចធ្វើរាប់10ឆ្នាំហ៎បងប្អូនមិនរាប់ខែណារាប់10ឆ្នាំឥឡូវនេះមករំលឹកមុខម្ហូបចាស់យើងមកកុំអាប់ដេតច្រើនពេកភ្លេចម្ហូបខ្មែរអស់ហើយ